បាទសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងមកស្គាល់អំពី workspace ឬក៏មកស្គាល់អំពីការប្រើប្រាស់នៅក្នុងកម្មវិធី Notion អញ្ចឹងនៅក្នុងការដែលយើងបាន login ចូលឬក៏យើងបាន sign up account ថ្មីហើយវានឹងមានទម្រង់បែបនេះប៉ុន្តែអ្នកនរគ្នាអាចនឹងចូលមកដល់ឬក៏ពេលដែលយើងបើកចូលទៅក្នុង app Notion ឬក៏ website Notion នឹងហើយអាចថាដំបូងគ្នាយើងមានអារម្មណ៍ថាស្មុគស្មាញដោយសារវាមាន function ច្រើនឬក៏វាមាន tool ច្រើននៅក្នុងការប្រើប្រាស់វាប៉ុន្តែអ្នកនរគ្នាអាចធ្វើការមើលវីដេអូរបស់ខ្ញុំមួយហើយយើងនឹងចូលទៅប្រើប្រាស់វាទាំងអស់គ្នានៅក្នុងការប្រើប្រាស់កម្មវិធី Notion ខ្ញុំនឹងណែនាំអំពី tool ដែលសំខាន់នៅខាងឆ្វេងហ្នឹងអញ្ចឹងទៅទៅមួយ tool ខាងឆ្វេងហ្នឹងគ្នាយើងអាចคลิกត្រង់កន្លែងឈ្មោះរបស់យើងអញ្ចឹងអ្នកនរគ្នានឹងឃើញទៅលើ function ឬក៏អាចនិយាយថាជា setting ទាំងអស់នៅក្នុងកម្មវិធី Notion គ្នាយើងអាចចុចត្រង់កន្លែង setting យើងអាចធ្វើការកែប្រែទៅលើភាសាយើងអាចក្នុងនេះដូចអត់មានភាសាខ្មែរយើងទេអត់ទាន់មានទេហើយគ្នាយើងអាចប្រើប្រាស់ទៅលើ theme របស់វាតើយើងចង់ប្រើវាជាប្រភេទ live ឬក៏ dark ឬក៏គ្នាយើងប្រើទៅលើ system ហើយគ្នាយើងអាចធ្វើការដូរឈ្មោះអញ្ចឹងត្រង់កន្លែងនេះយើងអាចធ្វើការដូរឈ្មោះឬក៏យើងអាចធ្វើការដូររូបភាពមានន័យថារូបរបស់យើងនៅក្នុងកម្មវិធី Notion ហ្នឹងណាហើយគ្នាយើងអាចធ្វើការកំណត់ password យើង add password ចូលកន្លែងនេះបើសិនជាយើងអត់ add password ទេមានន័យថាពេលដែលយើងចូលទៅក្នុងកម្មវិធី Notion យើងគ្រាន់តែឲ្យ email យើងចូលវានឹងចូលទៅក្នុងនឹងឲ្យយើងបាទហើយនៅក្នុង preference ជាទូទៅដូចយើងអត់ចាំបាច់ធ្វើអីទេវាមានមកទាំងអស់ហើយទៅលើ time zone អីហ្នឹងគឺវាចាប់ automatic ពីម៉ាស៊ីនរបស់យើងបាទអញ្ចឹងខ្ញុំណែនាំទៀតទៅមួយនឹង search គ្នាយើងអាចធ្វើការស្វែងរកទៅលើ page ទាំងអស់ដែលយើងបានបង្កើតនៅក្នុងកម្មវិធី Notion ត្រង់កន្លែង home គឺជាផ្ទាំងមួយដែលវាបង្ហាញព័ត៌មានទាំងអស់របស់យើងទាក់ទងមួយនឹង recently page ដែលយើងបានបង្កើតឬក៏យើងបានបើកថ្មីទាក់ទងមួយនឹង learn គឺជាកន្លែងដែលយើងអាចធ្វើការរៀនបន្ថែមទៅលើមេរៀនទាំងអស់ឬក៏ feature ថ្មីនៅក្នុងកម្មវិធី Notion យើងអាចកំណត់នៅក្នុងនោះអាចរៀននៅក្នុងនោះupcoming event ត្រង់កន្លែងនេះគឺជាកន្លែងដែលយើងធ្វើការ connect ជាមួយនឹង Notion Calendar អញ្ចឹងបើសិនជាយើងមាន Notion Calendar កន្លែងនេះវានឹងបង្ហាញទៅលើ event ដែលយើងបាន note នៅក្នុង Notion Calendar ហើយនៅក្នុងក្រោយគឺជា template ដែលគេបង្កើតមកស្រាប់ឲ្យយើងគឺយើងអាចធ្វើការ click មើលបានឧទាហរណ៍យើងចង់បាន template ដែលគេបង្កើតសម្រាប់ travel planner អញ្ចឹងយើងអាចធ្វើការចុច preview ឬក៏យើងចុច add ដើម្បីយក template ហ្នឹងទៅប្រើប្រាស់ឬក៏កែប្រែវាបន្ថែមអញ្ចឹងយើងអាច click ត្រង់កន្លែង preview យើងមើលឃើញទាំងអស់នេះណាយើងអាចមើលឃើញទៅលើរបៀបនៃការដែលគេបាន add មកហ្នឹងនៅក្នុងហ្នឹងគឺជាការបង្កើត page នៅក្នុង Notion យើងហៅថា page ហ្នឹងក្នុងមួយ page ហ្នឹងគឺឈ្មោះថា travel planner អូខេអញ្ចឹងយើងទៅទៀតទៅមួយនឹង meeting ជាទៅមួយនឹងកន្លែងនេះគឺជាការដែលយើងអាចធ្វើការ new meeting note ណាត្រង់កន្លែងនេះពេលដែលយើងបង្កើតទៅលើ meeting note នេះគឺទាក់ទងមួយនឹងពេលដែលយើងប្រជុំយើងអាចធ្វើការចុចបង្កើត note ហ្នឹងឲ្យវា record យើងបើកសំឡេងទៅវា record សំឡេងដែលយើងបានប្រជុំទាំងអស់ហើយវា store ជាសំឡេង record ទុកហើយជាមួយនឹងវា summarize ទៅជាអក្សរឲ្យយើងនៅក្នុង page ដែលយើងបានបង្កើតហ្នឹងហើយត្រង់កន្លែង Notion AI ទៅតងមួយនឹងការប្រើប្រាស់ AI ទាំងអស់នៅក្នុងកម្មវិធី Notion ដែលក្នុង AI ហ្នឹងវាមាន link ឬក៏វា integrate ជាមួយនឹង app ផ្សេងទៀតដែរត្រង់កន្លែង inbox នេះគឺជាកន្លែងផ្ញើសារដែលគ្នាយើងមាននៅពេលដែលយើងបានផ្ញើឬក៏ mention ទៅកាន់គ្នាយើងអញ្ចឹងណាហើយត្រង់កន្លែង library នេះកន្លែង library គឺទាក់ទងជាមួយនឹង page ទាំងអស់ដែលយើងបានបង្កើតនៅក្នុងកម្មវិធី Notion យើងចូលមកក្នុង library យើងអាចមើលឃើញ page ទាំងអស់ដែលយើងបានបង្កើតហ្នឹងណាអូខេអញ្ចឹងនៅក្នុងនេះគឺវាមាន recently នេះយើងអាចបិទឬក៏បើកវាបានដោយយើង click ត្រង់កន្លែងសញ្ញាព្រួយនេះមានន័យយើង hide វាឬក៏យើងបង្ហាញវាអញ្ចឹងបើយើងបង្ហាញវាមានន័យថាវានឹង show ទៅលើ page ណាដែលយើងបានបើកមានន័យថាយើងបានបើកគឺវានឹងបង្ហាញនៅក្នុងនេះហើយយើងក៏អាចបិទវាបានដែរត្រង់កន្លែង agent នេះគឺទាក់ទងមួយនឹងការបង្កើត AI ដែលទាក់ទងមួយនឹងNotion AI បាទតែចំណុចដែលសំខាន់គឺកន្លែងនេះចំណុចសំខាន់គឺ private នេះគឺយើងអាចធ្វើការបិទឬក៏យើងបើកមើលបាន
private នេះគឺយើងបង្កើត page រាល់ការបង្កើត page របស់យើងទាំងអស់គឺវាចូលទៅក្នុង private នេះអញ្ចឹងដូចរបស់ខ្ញុំមាន3 page ដែលមាន get start ដែលមាន to do ដែលមាន monthly budget ហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការដែលយើងអាចបង្កើត page ថ្មីហើយយើងនឹងចូលទៅប្រើប្រាស់ page នីមួយៗឲ្យវាចេញទៅជាទម្រង់ដូចបែបនេះត្រង់កន្លែង share កន្លែងនេះគឺយើងអាចធ្វើការ share account របស់យើងឬក៏យើងបង្កើត page ហើយយើង share page ហ្នឹងទៅកាន់គ្នាយើងបន្ថែមទៀតដើម្បីឲ្យគាត់អាចចូលទៅក្នុង page ហ្នឹងហើយយើងធ្វើការកែប្រែឬក៏យើងធ្វើការងារនៅក្នុង page ហ្នឹងជាមួយគ្នាបានហើយត្រង់កន្លែង Notion Mail តើតងមួយនឹងការដែលយើងចុចទៅវានឹងបើកទៅលើ Notion Mail ឲ្យយើងបាទត្រង់កន្លែងនេះយើងអាច click លើវាហើយយើងអាចធ្វើការ sign in sign up ជាមួយនឹង Notion Mail ហ្នឹងបាន Notion Calendar ដូចគ្នាដែរយើងអាចធ្វើការ get Notion Calendar ដើម្បីឲ្យយើងអាចធ្វើការ track note ចូលទៅក្នុង Notion Calendar ហ្នឹងបាទហើយ Notion Desktop ដូចគ្នាដែរយើងអាច click ទៅយើងនឹងទទួលបាន app ដែលយើងអាច install បានហើយ app ហ្នឹងយើងអាច install ចូលទៅក្នុង computer យើងអាចប្រើប្រាស់ Notion ហ្នឹងជា application បានដូចគ្នាអូខេអញ្ចឹងនៅក្នុង setting គឺដូចគ្នាដែរ setting ដូចយើងចុចនៅក្នុង profile ហើយយើងយក setting ឬក៏យើងអាចចុច setting ត្រង់កន្លែងនេះវា pop up មកដូចគ្នាហើយត្រង់កន្លែង marketplace ហ្នឹងក៏ជាចំណុចមួយដែលសំខាន់ដែរដែលយើងអាចធ្វើការលក់ទៅលើ template បានខ្ញុំសង្ឃឹមថាគ្នាយើងអាចចេះប្រើ Notion ហើយយើងអាចធ្វើការលក់ template នៅក្នុងនឹងបានហើយនៅក្នុងនេះក៏វាមាន free វាមានលក់ដែរយើងអាចធ្វើការមើលបានឧទាហរណ៍ថា IT យើងអាចមើលឃើញទៅលើ page ដែលគេបង្កើតទៅមួយនឹងការចងក្រង IT network អីផ្សេងទៀតអញ្ចឹងគ្នាយើងអាចធ្វើការលក់វាបាននៅក្នុងនេះណាអញ្ចឹងវាមាន free វាមានលក់អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាក្នុងវីដេអូបន្តទៀត